ការប្រកួតចុងក្រោយរវាង Arsenal ហើយជាមួយនឹង Bayern Munich ប្រិមត្តសួរថាតើ Arsenal ល្អឬក៏ Bayern Munich ធ្លាក់ឬក៏យ៉ាងណាបាទតែពិតទៅខ្ញុំបានប្រាប់ទៅកាន់ប្រិមត្តដែរនៅក្នុងរដូវកាលនេះគឺសម្រាប់តំបន់ការពាររបស់ Arsenal គឺមានភាពមាំទាំខ្លាំងបាទអ្វីដែលយើងបានមើលឃើញគឺ Timber បាទ Timber គឺចាប់ផ្ដើមបាទធ្វើបានល្អខ្លាំងមែនទែនមិនត្រឹមតែ support តំបន់ស្លាបការពារទេ support ទៅដល់បាទតំបន់ស្លាបប្រយុទ្ធទៅទៀតបាទស្របពេលដែលអ្នកដែលមិនអាចខ្វះបាននោះគឺ Saliba រៀងរាល់ការប្រកួតនៅពេលដែលបាត់ Saliba គឺតំបន់ការពាររបស់ Arsenal គឺមានការធ្លាក់ចុះខ្លាំងមែនទែនបាទចំណុចនេះគឺជាចំណុចបាទដែលយើងបានមើលឃើញអញ្ចឹងប្រសិនបើមានទាំង Saliba មានទាំង Gabriel Magalhaes មានន័យថាតំបន់ការពាររបស់ Arsenal គឺមានភាពមាំទាំការប្រកួតជាមួយនឹង Bayern Munich ក៏វាមានភាពអខានមួយដែរសម្រាប់ Bayern Munich គឺដោយសារតែគាត់បាត់បង់តំបន់ប្រយុទ្ធស្លាបឆ្វេងការប្រកួតនេះបើសិនជាយើងមើលទៅញ៉ាបរីគាត់នៅមិនទាន់ទេបើសិនជាយើងនិយាយថាមានមូសេឡាមកប្រហែលជាអាចទំតំណងបើតែយ៉ាងណាមិញប្រសិនបើការប្រកួតនេះមានលូវីដៃអាសនលក៏តានតឹងតិចដែរប្រិមិត្តបាទអាសនលក៏តានតឹងតិចដែរប៉ុន្តែនៅពេលដែលអត់មានលូវីដៃអាធ្វើឲ្យតំបន់ស្លាប់ប្រយុទ្ធខាងឆ្វេងរបស់Bayern Munichគឺយើងនៅស្ទើបាទនៅស្ទើបាទបើយើងមើលទៅញ៉ាបរីគាត់នៅស្ទើបាទអញ្ចឹងសម្រាប់ការប្រកួតនេះខ្ញុំអាចនិយាយបានថាមិនមែនBayern Munichអន់ទេបាទហើយក៏មិនមែន Arsenal នឹងខ្លាំងខ្ពស់ហួសជាងបាទ Bayern Munich ដែរការប្រកួតនេះនៅក្នុងទឹកដីរបស់ Arsenal អញ្ចឹងយើងគ្រាន់មើលខាងក្នុងទឹកដីគឺគាត់មានប្រៀបបាទទៅលើអ្នកទស្សនាបាត់ទៅហើយបាទទី1ទី2គឺតាក់ទងជាមួយនឹងតំបន់ការពាររបស់ Arsenal បច្ចុប្បន្នគឺមានភាពមាំទាំជាងបើយើងប្រៀបធៀបជាមួយនឹងតំបន់ការពាររបស់ Bayern Munich តែពិតរឿងរ៉ាវរបស់ការប្រកួតរបស់ Bayern Munich ខ្ញុំតែងតែជម្រាបជូនប្រិយមិត្តច្រើនហើយតំបន់ការពាររបស់ Bayern Munich ត្បិតតែមានមាឌធំមែនប៉ុន្តែរៀងរាល់ការប្រកួត Bayern Munich កម្រនឹងស៊ីគេ clean sheet ណាបាទកម្រនឹងស៊ីគេ clean sheet ណាទោះបីជាគាត់ស៊ីគេ4ក៏គេដាក់បានមួយគ្រាប់ជួនកាល4-1ជួនកាល5-2ជួនកាលបាទ4-2អីចឹងទៅបាទអញ្ចឹងមានន័យថាសម្រាប់ការរបូតគ្រាប់គឺបានបញ្ជាក់ថាតើក្រុមនេះគឺមានភាពមាំទាំនៅមួយតំបន់ការពារដែរទេបាទហើយយើងឃើញហើយតំបន់ការពារមាន Upamecano បាទមានអីចឹងទៅបាទប៉ុន្តែខ្ញុំមើលទៅដូចរឿងនៅស្ទើបាទនិយាយមកទៅគឺ Bayern Munich នៅស្ទើតំបន់ការពារហើយជាពិសេសគឺតំបន់ការពារស្លាបរបស់គាត់គឺនៅស្ទើទេបាទសម្រាប់ Bayern Munich អញ្ចឹងសម្រាប់ខ្ញុំការប្រកួតនេះបើសិនជាយើងនិយាយពីតំបន់បំរើអត់អីទេបាទមានទៅមានមកតំបន់ប្រយុទ្ធបាទក៏ដូចជាមើលទៅ Bayern Munich រៀងស្ទាក់ស្ទើបន្តិចបើដោយសារតែបាត់តំបន់ប្រយុទ្ធស្លាប់ឆ្វេងបាទហើយសម្រាប់តំបន់ការពារវិញគឺ Arsenal គេមាំជាងបាទគឺមាំជាងបាទត្បិតតែ Jonathan Tah ឬក៏ Upamecano មានអីប៉ុណ្ណាប៉ុណ្ណីមែនប៉ុន្តែដល់ពេលបាទ Arsenal មានទូជាងមែនប៉ុន្តែគឺគេអត់អូសទេបាទគឺគេបញ្ជូនច្រើនបាទលេងបាល់ខ្លីច្រើនដល់អញ្ចឹងខ្សែការពារមាំមិនក៏ដោយកាលណាលេងបាល់ខ្លីច្រើនហើយយើងតាមបិទគេអត់ជាប់អាហ្នឹងវាជារឿងមួយហើយបាទហើយសម្រាប់ការប្រកួតនេះយើងអាចនិយាយបានថា Neuer ក៏គាត់បាទយើងធ្វើប្រហែសឬក៏យើងនិយាយថាធ្លាក់ទឹកដៃច្រើនដែរបាទសម្រាប់ Neuer បាទអញ្ចឹងធ្វើឲ្យអ្នកចាំទីរបស់ Bayern Munich ក៏យើងស្ទើបន្តិចបាទហើយបើសិនជាយើងនិយាយអំពីការប្រកួតនេះវិញគឺសម្រាប់ position ខ្ញុំគិតថាដូចជាមិនលើសគ្នាប្រហែលទេមកល្មមប៉ុន្តែសម្រាប់ការប្រយុទ្ធរបស់ Bayern Munich មកកាន់ Arsenal មើលទៅដូចរឿងខ្វះខាតមែនតើមានន័យថាមិនបង្ហាញកន្លែងណាមួយដែលយើងមើលទៅថាឱកាសច្រើនណាអញ្ចឹងឱកាសគឺមានតិចមែនតើបើមិនសិនជាយើងទៅលេខទៅមើល Arsenal នៅពេលដែលទៅខាង Bayern Munich ម្ដងគឺមើលទៅឱកាសរបស់គេគឺរៀបចំមើលទៅមានភាពល្អប្រសើរមែនតើហើយសម្រាប់ការ set piece គឺនៅតែមានភាពល្អប្រសើរមែនតើបាទសម្រាប់ Arsenal បើសិនជាយើងនិយាយពី Arsenal ប្រិមត្តឃើញទេបាទគឺភាគច្រើនគ្រាប់បាល់គឺចេញពីតំបន់ស្លាប់បាទអញ្ចឹងបើប្រិមត្តសួរថាតើប្រយុទ្ធកណ្ដាលឥឡូវមិនដែរបាទខ្ញុំគិតថាប្រយុទ្ធកណ្ដាលឥឡូវវាសម្រាប់ប្រព័ន្ធទាត់បាល់ទំនើបបច្ចុប្បន្នបាទគឺសម្រាប់ប្រយុទ្ធកណ្ដាលគឺមធ្យមបាទគេមិនចាំបាច់ផ្ដោតធ្ងន់ទៅលើប្រយុទ្ធកណ្ដាលពេកទេប៉ុន្តែនៅពេលដែលអត់មានប្រយុទ្ធកណ្ដាលក៏ពិបាកដែរព្រោះដោយសារតែបើសិនជាល្អតែស្លាបឆ្វេងស្ដាំគេបិទតែឆ្វេងស្ដាំជាប់គឺចប់ហ្មងតែបើមានប្រយុទ្ធកណ្ដាលមកក៏ពិបាកដែរមិនដឹងថាបិទមួយណាទុកមួយណាទេបិទកណ្ដាលពេកចំហឆ្វេងស្ដាំបិទស្ដាំពេកចំហឆ្វេងបាទបិទឆ្វេងពេកចំហស្ដាំបាទចំណុចហ្នឹងគឺជាចំណុចមួយអញ្ចឹង